រឿងនិទានខ្មែរកូនស្ដេចតរឿងនេះផ្ដើមឡើងដោយស្ដេចតដែលរស់នៅក្នុងព្រៃជ្រៅមានកូនប្រុសមួយដែលវាស្រឡាញ់ណាស់ថ្ងៃមួយពេលស្ដេចតចេញទៅស៊ើបការព្រៃកូនស្ដេចតតូចបានរត់លេងចេញពីលំនៅហើយត្រូវព្រានចាប់បានបុរសកំសត់ម្នាក់ដែលកំពុងធ្វើចំការបានឃើញកូនស្ដេចតតូចហើយយកមកចិញ្ចឹមដោយក្តីស្រឡាញ់ដូចកូនផងខ្លួននៅពេលស្ដេចតត្រឡប់មកវិញវាសោកស្ដាយយ៉ាងខ្លាំងព្រោះបាត់កូនហើយចាប់ផ្ដើមស្វែងរកគ្រប់ទីកន្លែងបន្ទាប់ពីស្វែងរកយូរស្ដេចតបានរកឃើញកូនរបស់ខ្លួននៅឯផ្ទះបុរសកំសត់វាឃើញថាកូនរបស់វាត្រូវបានចិញ្ចឹមយកថែដោយសេចក្តីស្រឡាញ់និងការថែរក្សាយ៉ាងល្អជំនួសឲ្យការខឹងសម្បារស្ដេចតបានសម្រេចចិត្តផ្ដល់ឱកាសឲ្យបុរសកំសត់សុំអ្វីក៏ដោយជារង្វាន់សម្រាប់ការថែរក្សាកូនរបស់វាបុរសកំសត់ដែលមានចិត្តស្មោះត្រង់មិនបានសុំអ្វីដ៏ថ្លៃថ្នូរឡើយគាត់សុំតែអនាគតដ៏ល្អសម្រាប់កូនស្រីរបស់គាត់ស្ដេចតបានផ្ដល់ពរជ័យឲ្យកូនស្រីនោះហើយក្រោយមកនាងបានរៀបអភិសេកជាមួយព្រះអង្គម្ចាស់និងរស់នៅដោយសុភមង្គលគិតបទមួយសេចក្តីស្រឡាញ់រវាងឪពុកម្ដាយនិងកូនទាំងស្ដេចតនិងបុរសកំសត់ស្រឡាញ់កូនរបស់ខ្លួនយ៉ាងជ្រៅ 2. ការដឹងគុណស្ដេចតដឹងគុណចំពោះការថែរក្សាកូនរបស់វា 3. សេចក្តីស្មោះត្រង់នាំមកនូវសុភមង្គលបុរសកំសត់ដែលមិនលោភលន់បានទទួលពរជ័យ 4. អំពើល្អវិញនឹងអំពើល្អការធ្វើល្អទៅអ្នកដទៃនឹងត្រូវបានទប់វិញដោយអំពើល្អរឿងនេះជារឿងព្រេងខ្មែរដែលផ្ដោតលើតម្លៃគ្រួសារការដឹងគុណនិងសេចក្តីស្មោះត្រង់ដែលត្រូវបានទប់វិញដោយសុភមង្គលនិងពរជ័យ